បាទសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងគ្នាពីរបៀបចាក់សោកម្មវិធី Chat Messenger នៅក្នុងឆ្នាំ2025បាទដោយសារនៅក្នុងឆ្នាំ2025នេះវាមានការអាប់ដេតទៅលើកម្មវិធី Messenger ដែលវាធ្វើឲ្យការកំណត់នៅមុខងារមួយចំនួនវាផ្លាស់ប្ដូរទីតាំងឬក៏ផ្លាស់ប្ដូរកន្លែងអញ្ចឹងណាអូខេអញ្ចឹងដើម្បីកុំឲ្យវែងឆ្ងាយយើងទៅដឹងពីរបៀបចាក់សោកម្មវិធី Chat Messenger នៅក្នុងឆ្នាំ2025ទាំងអស់គ្នាអូខេអញ្ចឹងជំហានដំបូងយើងចុចបើក app Messenger ឬក៏កម្មវិធី Chat Messenger របស់យើងមកបន្ទាប់មកបងប្អូនកលេចមើលខាងក្រោមគៀនខាងស្ដាំបាទកន្លែងពាក្យថា menu នេះបាទចុចកន្លែង menu មកសញ្ញាត្រេ3ហ្នឹងបាទបន្ទាប់មកទៀតបងប្អូនត្រូវចុចកន្លែងសញ្ញាកងចាក់នេះដែលវាមានពាក្យថា setting ចុចឡើងហ្នឹងមកបាទហើយបងប្អូនអូសចូលមកក្រោមបាទអូសចូលមកក្រោមរកមើលពាក្យថា privacy and safety បាទចុចមកអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះបងប្អូនរកមើលពាក្យថា app lock បាទនេះ app lock ហ្នឹងយើងចុចទៅលើពាក្យថា app lock ហើយបងប្អូនចុចបើកកុងតាក់នេះមួយមកបាទ unlock with biometric បាទបើសិនជានៅលើទូរស័ព្ទដៃ iPhone វាដាក់ថា unlock with Face ID ណាបាទអញ្ចឹងយើងក៏បើកកុងតាក់វាមួយប៉ក់មកហើយបន្ទាប់មកទៀតបើសិនជាទូរស័ព្ទរបស់បងប្អូនចាក់សោឲ្យក្រង់ដោយប្រើ scan មុខយើង scan មុខបើសិនជាយើងចាក់សោដោយប្រើកាយ៉ៅដៃយើង scan កាយ៉ៅដៃតែបើសិនជាបងប្អូនចាក់សោដោយប្រើលេខកូដយើងវាយលេខកូដមកអញ្ចឹងសម្រាប់ខ្ញុំចាក់សោដោយប្រើ scan កាយ៉ៅដៃហើយកន្លែង scan កាយ៉ៅដៃនេះខ្ញុំបញ្ជាក់បន្តិចបើសិនជាទូរស័ព្ទដៃរបស់យើងមានប៊ូតុង scan កាយ៉ៅដៃនៅចំហៀងយើង scan នៅចំហៀងហ្នឹងមកប៉ុន្តែបើសិនជាមានប៊ូតុង scan កាយ៉ៅដៃនៅខាងក្រោយយើង scan ខាងក្រោយមកប៉ុន្តែសម្រាប់ខ្ញុំវាមានsensor scan ម្រាមដៃនៅខាងក្រោមអេក្រង់អញ្ចឹងខ្ញុំ scan នៅលើអេក្រង់យកតែម្ដងបាទបញ្ជាក់ណាសម្រាប់បងប្អូនយើងដែលមានប៊ូតុង scan កាយ៉ៅដៃនៅកន្លែងណាយើងត្រូវ scan នៅកន្លែងនោះមកបាទកុំ scan លើអេក្រង់ដូចខ្ញុំបាទវាអត់ចេញទេដោយសារតែទូរស័ព្ទរបស់ខ្ញុំវាមាន sensor scan ម្រាមដៃនៅខាងក្រោមអេក្រង់អញ្ចឹងខ្ញុំ scan លើអេក្រង់តែម្ដងបាទអូខេខ្ញុំចុច scan អញ្ចឹងមកដល់កន្លែងនេះគេសួរយើងថាតើយើងចង់ឲ្យវាចាក់សោកម្មវិធី Messenger នៅពេលដែលយើងចេញពី Messenger ភ្លាមឬក៏យើងឲ្យវាយើងចេញឲ្យ1នាទី15នាទីឬក៏1ម៉ោងក្រោយបានវាជាប់ណាបាទបើសិនជាយើងចង់ឲ្យវាចេញពី Messenger ភ្លាមឲ្យវាចាក់សោភ្លាមយើងយកខាងលើបាទយកខាងលើនេះប៉ុន្តែបើសិនជាបងប្អូនចង់ឲ្យ1នាទីក្រោយ15នាទីក្រោយឬក៏1ម៉ោងក្រោយពីយើងចេញពី Messenger ហើយបានវាចាក់សោបងប្អូនជ្រើសរើសតាមនឹងមកសម្រាប់ខ្ញុំនៅពេលដែលខ្ញុំចេញពីកម្មវិធី Messenger ភ្លាមខ្ញុំឲ្យវាជាប់ភ្លាមបាទអូខេអញ្ចឹងខ្ញុំយកខាងលើតែម្ដងបាទបន្ទាប់មកយើងចុចថយបាទចុចថយសិនអូខេឥឡូវខ្ញុំចុចបិទកម្មវិធី Messenger ចោលបន្ទាប់មកខ្ញុំចូលទៅក្នុងកម្មវិធី Messenger បាទពេលនេះចូលភ្លាមគឺវាជាប់ភ្លាមតែម្ដងបាទអញ្ចឹងយើងគ្រាន់តែ scan មកគឺ scan កាយ៉ៅដៃតាមប្រភេទទូរស័ព្ទនីមួយៗមកដោយខ្ញុំប្រាប់មិញអញ្ចឹងអ្នកដែលមានប៊ូតុង scan ម្រាមដៃនៅខាងចំហៀងគឺយើង scan នៅចំហៀងបើសិនជាយើងប៊ូតុង scan កាយ៉ៅដៃរបស់យើងនៅខាងក្រោយគឺscan ខាងក្រោយមកបាទអ្នកខ្ញុំ scan ខាងមុខបន្ទាប់ពីយើង scan ហើយគឺយើងអាចចូលប្រើប្រាស់កម្មវិធី Messenger បានធម្មតាបាទអញ្ចឹងទៅពេលយើងចេញហើយយើងចូលគឺវាជាប់ភ្លាមបាទអញ្ចឹងអាហ្នឹងគឺអាស្រ័យទៅលើជំរឿសរបស់បងប្អូនទេយើងចង់ឲ្យវាចេញភ្លាមវាជាប់សោភ្លាមឬក៏ចេញហើយ1នាទី15នាទីឬក៏1ម៉ោងហើយបានវាជាប់អាហ្នឹងស្រេចលើបងប្អូនកំណត់ទេបាទអូខេអញ្ចឹងគាត់ scan ទៅគឺចូលមកក្នុង
ឆាត Messenger របស់ខ្ញុំតែម្ដងបាទអូខេអញ្ចឹងសម្រាប់របៀបចាក់សោរកម្មវិធី Messenger នៅក្នុងឆ្នាំ2025គឺមានប៉ុណ្ណឹងទេហើយបើសិនជាបងប្អូនចង់បិទសោរនឹងវិញយើងឈប់ដាក់ឲ្យវាជាប់សោរវិញបងប្អូនចូលកន្លែងដដែលមកបាទចូលកន្លែងសញ្ញាត្រេក3ពាក្យថា menu នេះបាទយើងចុចកន្លែងហ្នឹងមកហើយចុចសញ្ញាកងចាក់ឬក៏ពាក្យថា setting ហ្នឹងបន្ទាប់មកយើងរកprivacy and safety នេះបាទនេះ privacy and safety ហើយចុចទៅលើពាក្យថា app lock បាទបន្ទាប់មកយើងគ្រាន់តែចុចបិទកុងតាក់ខាងលើមួយទៅគឺជាការស្រេចបាទបងប្អូនឃើញហើយងាយស្រួលមែនតើបាទឥឡូវខ្ញុំចុចថយវិញបាទហើយខ្ញុំចុចបិទកម្មវិធី Messenger បន្ទាប់មកខ្ញុំចុចបើក Messenger វិញបាទឃើញទេគឺវាឡើងជាប់សោរទៀតហើយបាទហើយបញ្ជាក់ផងដែរចំពោះការចាក់សោរនេះគឺចាក់បានតែនៅលើទូរស័ព្ទដៃរបស់យើងទេបើសិនជា account របស់យើងមាននៅលើទូរស័ព្ទដៃផ្សេងគឺវាអត់ជាប់អញ្ចឹងទេបាទតើតែគេចាក់ដែរអាហ្នឹងបានជាប់បើសិនជាយើងចាក់នៅលើទូរស័ព្ទដៃរបស់យើងហើយ account របស់យើងមួយនឹងមាននៅលើទូរស័ព្ទផ្សេងទៀតគឺវាអត់ជាប់ទេបាទគឺវាជាប់តែនៅលើទូរស័ព្ទដៃដែលយើងចាក់ហ្នឹងទេបាទអញ្ចឹងខ្ញុំបញ្ជាក់ឲ្យហើយណាបាទអូខេអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបាន